រឿងកង្កែបរើសអ្នកដឹកនាំហ្វូងកង្កែបនាំគ្នាពិបាកចិត្តព្រោះពួកវាគ្មានអ្នកដឹកនាំជាហេតុធ្វើពួកវាបញ្ជូនរាជទូតដើម្បីទៅចូលគាល់ព្រះអាណត្តិក្នុងគោលបំណងសុំក្សត្រមួយអង្គដើម្បីមកគ្រប់គ្រងពួកវាព្រះឥន្ទយល់ពីន័យរបស់កង្កែបទើបទ្រង់ប្រទានមែកឈើយ៉ាងធំមួយមកក្នុងទន្លេចំណែកឯពួកសត្វកង្កែបពេលបានឮសំឡេងមែកឈើធ្លាក់ចូលក្នុងទឹកក៏នាំគ្នាផ្អើលហើយប្រញាប់មុជចុះទៅលាក់ខ្លួននៅបាតទន្លេប៉ុន្តែនៅពេលដឹងថាកំណាត់ឈើនោះមិនកម្រើកទៅណាពួកវានាំគ្នាអើតក្បាលចេញមកលើផ្ទៃទឹកម្ដងទៀតដោយគ្មានការភ័យខ្លាចឡើយបន្ទាប់មកពួកវាក៏នាំគ្នាឡើងទៅអង្គុយលើកំណាត់ឈើយ៉ាងធ្វេសប្រហែសបន្ទាប់ពីនោះមិនយូរប៉ុន្មានពួកវាក៏ចាប់ផ្ដើមគិតឃើញពួកវាត្រូវគេធ្វើបាបដែលបានអ្នកដឹកនាំគ្មានជីវិតជីវ៉ាបែបនេះហេតុនេះពួកដឹកនាំថ្មីមកគ្រប់គ្រងក្រោយមកព្រះអនុក៏បញ្ជូនអន្ទង់មកធ្វើអ្នកដឹកនាំពួកវាប៉ុន្តែពេលដែលកង្កែបដឹងថាអន្ទង់មិនស័ក្តិសមនឹងពួកវាទេនោះហ្វូងកង្កែបក៏សម្រេចបញ្ជូនរាជទូតជួបព្រះឥន្ទជាលើកទី3លើកនេះព្រះឥន្ទចាប់ផ្ដើមមិនពេញចិត្តនឹងការរអ៊ូទាំរបស់ហ្វូងកង្កែបទើបបញ្ជូនសត្វក្រសាចុះមកសត្វក្រសាក៏ចាប់សត្វកង្កែបស៊ីជារៀងរាល់ថ្ងៃរហូតដល់គ្មានកង្កែបមួយក្បាលនៅសេសសល់ក្នុងទន្លេនោះទៅទៀតឡើយគំនិតនៃរឿងមនុស្សតែងតែមិនចេះស្កប់ស្កល់